ថ្ងៃនេះជាថ្ងៃទិវាពលកម្មអន្តរជាតិនៅក្នុងរដ្ឋ Queensland អញ្ចឹងចាកូនខ្ញុំនិងស្វាមីខ្ញុំគាត់អត់ទៅធ្វើការអត់ទៅរៀនអីទេហើយខ្ញុំឆ្លៀតយកពេលទំនេរនេះចាមកធ្វើសួននៅខាងក្រោយផ្ទះបន្តិចដោយសារសួនកន្លែងហ្នឹងគឺវាទៅធ្វើឲ្យថ្មីអញ្ចឹងអត់ទាន់បានដាំផ្កាទេចាហើយដោយសារតែយើងអត់សូវស្អាតទេបងប្អូនអញ្ចឹងចេះតែដាំផ្កាដាំដំណាំដាំនេះដាំនោះដើម្បីចាជួយលម្អបរិស្ថានផ្ទះបន្តិចទៅហ្នឹងហើយថ្ងៃនេះខ្ញុំដាំផ្កាប្រភេទចា Chrysanthemum ហ្នឹងគឺជាផ្កាដែលខ្ញុំស្រឡាញ់ដោយសារខ្ញុំចូលចិត្តផ្កាត្បកច្រើនជាន់ចាហើយម្យ៉ាងទៀតផ្កាហ្នឹងនិយាយតាមបទពិសោធន៍គឺខ្ញុំបានដាំផ្កាច្រើនប្រភេទមែនទែនបងប្អូនតែខ្ញុំឃើញថាផ្កាហ្នឹងវារស់បានយូរជាងគេហើយបែកកូនបែកចៅល្អជាងគេហើយពេញនិយមជាងគេចឹងថ្ងៃហ្នឹងខ្ញុំដាំទាំងអស់6ថូចាហើយសរុបទៅគឺវា6ពណ៌មានន័យថាមួយមុខមួយពណ៌មួយមុខមួយពណ៌និយាយទៅវាមិនបានគ្រប់មុខទេបងប្អូនប៉ុន្តែគឺបាន6មុខដែរ6ពណ៌ដែរអញ្ចឹងបន្ទាប់ពីខ្ញុំដាំហើយខ្ញុំកាត់វាចោលដើម្បីឲ្យវាឆាប់លូតឆាប់ចាយមកហើយនិយាយទៅគឺខ្ញុំឆ្លាញ់ផ្កាហ្នឹងដោយសារវាចាយចាំថ្ងៃ Mother Day ហើយឥឡូវជិតដល់ថ្ងៃ Mother Day បងប្អូននេះ